ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងម៉ាកុសជំពូក12ខ42ដល់44តែមានស្ត្រីមេម៉ាយក្រម្នាក់មកដាក់តែ2ស្លឹងដែលត្រូវជាកន្លះសេនទ្រង់ហៅពួកសិស្សមកមានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ដែលដាក់ក្នុងឃ្លាំងត្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយតែស្ត្រីនេះបានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញគឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផងនៅក្នុងពិភពលោកនេះជាទូទៅគេវាស់ភាពសប្បុរសរបស់មនុស្សតាមរយៈទំហំនិងតម្លៃនៃអំណោយឬតាមរយៈទំហំនៃដង្វាយតែនៅក្នុងព្រះបន្ទូលថ្ងៃនេះព្រះយេស៊ូវបានផ្ដល់នៅស្តង់ដារថ្មីតើអ្វីដែលកំណត់ពីទំហំនៃការថ្វាយដង្វាយដោយទ្រង់មានបន្ទូលអំពីការថ្វាយដង្វាយរបស់អ្នកមាននិងស្ត្រីមេម៉ាយទាល់ក្រម្នាក់ដែលមិនស្គាល់ឈ្មោះដង្វាយរបស់នាងមានតិចតួចណាស់ប្រៀបដូចជានាងថ្វាយតែ200រៀលនៅក្នុងសម័យឥឡូវនេះប៉ុន្តែព្រះយេស៊ូវបែរជាមានបន្ទូលថានាងបានថ្វាយច្រើនជាងគេតើហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថានាងបានថ្វាយច្រើនជាងគេបងប្អូនហើយមិនមែនជាចំនួនប្រាក់ដែលនាងបានថ្វាយនោះឡើយតែជាជំរឿចិត្តទំហំចិត្តដែលនាងបានថ្វាយនោះគឺធំជាងគេទាំងអស់ពីព្រោះនាងបានថ្វាយពីអ្វីដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតរបស់នាងបានថ្វាយដោយការលះបង់ចំណែកនៃជីវិតរបស់នាងហើយនាងបានថ្វាយដោយសេចក្តីស្រឡាញ់ដោយអស់ពីចិត្តចំណែកឯអ្នកផ្សេងទៀតគេបានថ្វាយពីអ្វីដែលពួកគេបានមានជាបរិបូរណ៍ហើយដូច្នេះហើយអ្វីដែលយើងបានឃើញនៅក្នុងព្រះបន្ទូលនៅថ្ងៃនេះគឺព្រះយេស៊ូវទ្រង់ទតឃើញពីជំរឿចិត្តនៃស្ត្រីមេម៉ាយនោះមិនមែនជាចំនួនលុយរបស់នាងនោះឡើយតែព្រះអង្គបានទតឃើញពីចេតនារបស់នាងព្រះអង្គបានទតឃើញពីសេចក្តីជំនឿរបស់នាងព្រះអង្គបានទតឃើញពីទំហំនៃសេចក្តីស្រឡាញ់របស់នាងនៅចំពោះព្រះភាពស្មោះត្រង់របស់នាងនៅចំពោះព្រះកាក់ពីតូចរបស់នាងបានคล้ายទៅជានិមិត្តរូបនៃចិត្តដែលបានផ្លាស់ប្រែនិងចិត្តដែលស្មោះត្រង់ចំពោះព្រះបងប្អូនហើយតាមរយៈការថ្វាយរបស់ស្ត្រីនេះបានបង្រៀនយើងថាការផ្លាស់ប្ដូរពិតប្រាកដកើតឡើងនៅពេលដែលយើងហ៊ានលះបង់ចោលនៅអ្វីដែលយើងគិតថាគ្រប់គ្រាន់សម្រាប់យើងហើយថ្វាយខ្លួនយើងទាំងស្រុងទៅចំពោះព្រះដោយទុកចិត្តទ្រង់ទាំងស្រុងសម្រាប់តម្រូវការរបស់យើងដូច្នេះហើយការថ្វាយដង្វាយដែលព្រះសពប្រហាតីនោះគឺជាការថ្វាយដោយអស់ពីចិត្តថ្វាយដោយសេចក្តីស្រឡាញ់ស្មោះសរនៅចំពោះព្រះថ្វាយដោយគ្មានការស្ដាយស្រណោះការថ្វាយបែបនេះអាចកើតឡើងបាននៅពេលដែលចិត្តរបស់យើងរាល់គ្នាស្រឡាញ់ព្រះកាន់តែខ្លាំងសេចក្តីស្រឡាញ់ចំពោះព្រះកាន់តែធំដូច្នេះហើយបានជាព្រះយេស៊ូវមានបន្ទូលថាចូល
ស្រឡាញ់ព្រះនៃឯងអស់អំពីចិត្តអស់អំពីព្រលឹងអស់ពីគំនិតនិងអស់ពីកម្លាំងរបស់ឯងដូច្នេះហើយបានធ្វើឲ្យយើងអាចនឹងថ្វាយដង្វាយដែលអស់ពីចិត្តបានគឺដោយសារតែសេចក្តីស្រឡាញ់ពិតប្រាកដដែលយើងមាននៅចំពោះព្រះតាមរយៈព្រះបន្ទូលនៅថ្ងៃនេះយើងអាចពិចារណាអំពីជីវិតរបស់យើងដែលរស់នៅចំពោះព្រះតើខ្ញុំបានថ្វាយដល់ព្រះអស់ពីចិត្តដូចជាស្ត្រីមេម៉ាយម្នាក់នេះដែរឬទេតើខ្ញុំបានស្មោះត្រង់ចំពោះព្រះអង្គនៅដង្វាយ1/10ដោយព្រះបន្ទូលបានចែងប្រាប់ខ្ញុំដែរឬទេជាថ្មីម្ដងទៀតការថ្វាយមិនមែនជាចំនួនដែលព្រះអង្គដាក់កំណត់នោះឡើយតែជាចិត្តដែលយើងមាននៅចំពោះព្រះអង្គព្រះអង្គចាស់នៅយើងខ្ញុំសូមប្រទាននៅចិត្តដូចស្ត្រីមេម៉ាយនេះដែលហ៊ានថ្វាយសូម្បីតែប្រាក់សម្រាប់ទុកទិញអាហារមួយថ្ងៃរបស់នាងបានថ្វាយដោយការលះបង់ថ្វាយដោយសេចក្តីស្រឡាញ់ថ្វាយដោយទុកចិត្តថាព្រះអង្គទេជាអ្នកផ្គត់ផ្គង់ដល់នាងសូមទ្រង់បានដកអស់ទាំងសេចក្តីអំនួតភាពភ័យខ្លាចនិងការពឹងផ្អែកលើសម្ភារៈឬនៅលើចំនួនទឹកប្រាក់ឲ្យយើងខ្ញុំបានពឹងផ្អែកទៅលើទ្រង់វិញសូមបង្រៀនឲ្យទូបង្គំយើងខ្ញុំម្នាក់ចេះទុកចិត្តដល់ទ្រង់ទាំងស្រុងចេះថ្វាយដោយអំណរនិងការអរព្រះគុណសូមទ្រង់បានប្រែក្លាយយើងខ្ញុំទៅជាមនុស្សដែលរស់នៅមិនមែនសម្រាប់តែចិញ្ចឹមរូបកាយដែលមើលឃើញនេះឡើយតែសូមឲ្យយើងខ្ញុំបានរស់នៅដោយសេចក្តីជំនឿនិងការលះបង់សម្រាប់នគររបស់ទ្រង់ដែលជាកន្លែងដែលយើងខ្ញុំនឹងទៅហើយនឹងរស់នៅដ៏អស្ចារ្យជានិច្ចនៅក្នុងវត្តមានរបស់ទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន